សួស្តីបងប្អូនថ្ងៃនេះយើងមកតាមដានមើលកដោបទៀតហើយកដោបដែលយើងដាក់ញាស់ពូលកម្ដៅនៅមុននោះហើយតាមដានសុខភាពវាគឺថាសុខភាពល្អហើយឥឡូវនេះគឺអាយុវាបាន22ថ្ងៃ22ថ្ងៃវាចាប់ផ្ដើមដោះស្លាបមួយបងប្អូននេះចាប់ផ្ដើមដោះស្លាបមួយតែជាខ្ទង់ 10% ដែរនេះសិតដោះស្លាបបងប្អូនដោះស្លាបហើយវាឡើងទៅសក់ខាងលើច្រើនណាស់វាឡើងទៅសក់អានេះចាំងថ្ងៃយើងមើលទៅឃើញតែខ្មៅខាងក្រោមមិនមើលឃើញច្រើនណាស់កដោបនេះលឿនបងប្អូនពូជនេះពូជថ្មីរយៈពេលវាត្រឹមតែ28ថ្ងៃគឺវាអាចបានតម្លាក់ពងខ្លះហើយបងប្អូន28ថ្ងៃទៅ32ថ្ងៃគឺយើងប្រមូលផលពងបានហើយយើងអាចលក់បានហើយយ៉ាងយូរបំផុតគឺ35ថ្ងៃពូជនេះពូជថ្មីលឿនហើយវាតាមអាយុ22ថ្ងៃសោះវាចាប់ផ្ដើមសក់ចាប់ផ្ដើមសក់មួយបងប្អូនពូចាស់វាដល់45ថ្ងៃគឺវាខុសគ្នាច្រើនពូជនេះថ្មីលឿនអញ្ចឹងបងប្អូនដែលត្រូវការពូជថ្មីនេះបងប្អូនអាចតាក់ទងមកលើបានរយៈពេលប្រហែលជា10ថ្ងៃមួយអាទិត្យទៅ10ថ្ងៃទៀតគឺយើងអាចយកពងបានហើយយកអាចលក់ពូជបន្តទៀតបានហើយចាំបងប្អូនត្រូវការអាចតាក់ទងមកលើមកបងប្អូនបាទអរគុណបងប្អូន